មាសតិចថាវានឹងបន្តទៅណាអូខេសម្រាប់មាសអ្នកនរគ្នាមើលយល់នៅប៉ុណ្ណឹងថាបច្ចុប្បន្នយើងមើលថាមាសវាបដូរលំហូរនៅវាបដូរមកវាអាប់នៅ នៅទេគ្រូនៅ យ៉ាលំហូរធំគឺស្ថិតនៅតែលំហូរបាក់លំហូរអាប់ណាហើយ low យើងគូកាត់ណាហើយ low ហើយ low ហើយយើងគូកាត់អញ្ចឹងកន្លែងនេះគឺជា key zone ធំគឺជា key zone ធំនៃ abstract ណាហើយខាងក្រោមមួយទៀតវាមានពីរកន្លែងធំណាខាងក្រោមនេះវាមានពីរកន្លែងអញ្ចឹងយើងកុំឲ្យញ៉ៃញ៉ៃយើងគូតែមួយកន្លែងសិនបាទហើយកាលពីអាទិត្យមុនមិនមែននេះយើងឃើញអបកោសនេះគឺវាចុះមកខ្លាំងណាចុះមកខ្លាំងមែនតើប៉ុន្តែវាអត់ទាន់ដល់ក្រោមនេះហើយអាទិត្យមុនវាឡើងទៅវិញប៉ុន្តែឡើងបែបពាក់កណ្ដាលណាឡើងបែបពាក់កណ្ដាលអញ្ចឹងចំណុចនេះអត់ទាន់បញ្ជាក់ឲ្យយើងបានថាផ្សារនឹងបន្តទៅលើឬក៏បន្តទៅក្រោមទៀតទេគ្រាន់តែលំហូរធំគឺនៅ uptrend អាហ្នឹងបើយើងមើលតាម weekly ណាមើលតាម weekly ប៉ុន្តែបើយើងបំបែកមកមើល daily នៅត្រង់ចំណុចនេះណានៅត្រង់ចំណុចនេះកន្លែងនេះគឺវាមាន key zone មួយវាមាន key zone មួយហើយ key zone ហ្នឹងគឺជា key zone នេះទេដល់បងប្អូននេះ ពីសូនវិច្រាស់ trend សូនវិច្រាស់ zone key zone ដែលបញ្ជាក់លំហូរតាមទៅណាអញ្ចឹងសម្រាប់ scenario នេះគឺមាន2 scenario ទី1គឺវាអាចចុះពីចុះពី key zone ហ្នឹងអាចមករតំបន់នេះអញ្ចឹងបើសិនជាវាករណីវាចុះមកពី key zone បញ្ជាក់លំហូរចុះមកដោយអ្វីដែលយើងឃើញវាខ្លាចទៅជា improve 1 2 3អញ្ចឹងវាអាចបន្តទៅលើទៀតណាប៉ុន្តែយើងអត់ទាន់សម្រេចថាវាយ៉ាងណាទេលុះត្រាតែវាចុះមកសិនយើងមើលទៀតថាការចុះមកវាបិទទៀនឬក៏ចុះមក reject ជា weak អាហ្នឹងវាមានរូបភាពផ្សេងណាវាមានរូបភាពផ្សេងអូខេអញ្ចឹង scenario ទី1គឺបែបហ្នឹង scenario ទី2គឺវាអាច break ណាវាអាច break ហើយវាអាច pull back ហើយវាបន្តទៅលើទៀតវាអាច break ហើយបន្តទៅលើទៀតណាអញ្ចឹងបច្ចុប្បន្នយើងអាចផ្ដោតមើលទៅលើ key zone ហ្នឹងបានតែគ្រាន់តែខ្ញុំតែងតែប្រាប់ឲ្យថា key zone វាជា key zone ប្រឆាំងជាមួយលំហូរប៉ុន្តែបើសិនជាយើងអត់ទាន់ច្បាស់ជាមួយនឹងលំហូរច្បាស់ទេយើងគួរតែមិនបាច់យក key zone ហ្នឹងទេណាមិនបាច់យក key zone ហ្នឹងទេណាអញ្ចឹងបើសិនជាមើលតាម daily វាមាន2 scenario ដូចគ្នាណា scenario ទី1គឺវាអាច follow តាម key zone ប្រឆាំងលំហូរហ្នឹងចុះមក swing ទៀតចុះមក swing ទៀត scenario ទី2គឺវាអាចចុះមកបែបតាន់តិចបន្តួចឯណាហើយអាចឡើងទៅវិញអាចឡើងទៅវិញវាមាន2 scenario ណាវាមាន2 scenario យើងមើល daily យើងមើលអាជើងក្រោមនេះវាមាន key zone មួយតែវាមាន key zone មួយនៅខាងក្រោមបច្ចាអញ្ចឹងយើងអាចផ្ដោតមើលបើសិនជាផ្សារហ្នឹងចុះមកជ្រុំនៅម្ដុំហ្នឹងទេផ្សារហ្នឹងគឺអាចយកកម្លាំងទៅលើទៀតណាអាចយកកម្លាំងទៅលើហើយបើសិនជា time frame មួយថ្ងៃបិទនៅលើ0នេះណាបិទនៅលើ0មួយហ្នឹងមានន័យថាផ្សារហ្នឹងនឹងបន្តទៅលើទៀតអញ្ចឹងយើងអាចរកឱកាសយើងយកអា key zone ដដែលហ្នឹងចាំមើលរកឱកាសដើម្បីបាយណាដើម្បីបាយបានជាងយល់កន្លែង0ហ្នឹងតោះចឹងបច្ចុប្បន្នយើងអាចផ្ដោតមើលលើ0នេះបានណា key zone ដែលប្រឆាំងជាមួយលំហូរជាធម្មតាដូចខ្ញុំបានប្រាប់ចឹង key zone ប្រឆាំងជាមួយលំហូរមិនមែនជា key zone ដែលយើងចាត់ទុកថាជា key zone ល្អទេណាប៉ុន្តែបើយើងនិយាយតាមលំហូរផ្សារហ្នឹងគឺវាមានអេឡង់ឬក៏ថាវាអាចមានសណាយោមក swing ទៀតណាមក swing ទៀតអញ្ចឹងបើសិនជាវាមក swing ទៀតគឺវាមកពី key zone មួយហ្នឹងឯងណាបើសិនជាវាធ្លាក់មក swing ទៀតកម្លាំងធ្លាក់នឹងចេញពី key zone មួយហ្នឹងឯងនឹងធ្លាក់ពី key zone មួយហ្នឹងឯងអាហ្នឹងវាករណីធ្លាក់ហើយបើសិនជាករណីវាឡើងគឺវាអាចឡើងពីឥឡូវឬក៏ឡើងមានពីណាយោណាបើសិនករណីថាវាអាចបន្តឡើងគឺមានពីសណាយោទី1គឺអាច pull back ណានេះ pull back មករក key zone មួយនេះ
pullback មករក key zone មួយឆាតធ្លាក់មកហើយកន្លែងនេះយើងឃើញអីគេយើងអត់សូវនិយាយតំបន់បន្តរបស់ Q day កន្លែងអីគេបើយើងនិយាយឲ្យចំកន្លែងនោះជា liquidity inducement ឬ liquidity ត្រូវទាំងពីរហ្នឹងយើងអាចនិយាយបានទាំងពីរដោយសារ key zone វាបង្កើតនៅហ្នឹងហើយចន្លោះហ្នឹងគឺវាមានការ pull back មករក key zone តែវាអត់មកដល់អញ្ចឹងផ្សារបើសិនជាវាធ្លាក់ដល់ zone ហ្នឹងហើយមាន confirm ផ្សារហ្នឹងអាចទៅលើពី key zone អាចទៅលើពី key zone បើសិនជាអត់ទេបើសិនជាផ្សារបើសិនជា daily ធ្លាក់មកវាអត់វាបិទទៀនបើសិនធ្លាក់មកវាបិទទៀនវាអត់តន់បរិយទេបើសិនជាកម្លាំងវាបិទទៀនធ្លាក់មកបិទទៀនភាគរយគឺវាមកក្រោមទៀតភាគរយច្រើនគឺវាមកក្រោមទៀតចឹងសម្រាប់មាសគឺមាន2 scenario ហ្នឹង2 scenario ហ្នឹងករណីចុះអញ្ចឹងបើសិនជាករណីឡើងដូចខ្ញុំប្រាប់អញ្ចឹង scenario ឡើងគឺអាចមក grab liquidity ដែលខ្ញុំដាក់បន្ទាត់ពណ៌ខៀវហ្នឹងអាច grab អាកន្លែងហ្នឹងហើយឡើងទៅលើឬក៏អាចថាឡើងពីឥឡូវបើសិនជាករណីឡើងពីឥឡូវយើងចាំមើល time frame daily បិទទៀនណានៅពេល time frame daily បិទទៀននៅលើកម្ពូលហ្នឹងហើយអាតំបន់កម្ពូលហ្នឹងយើងយកធ្វើជា key zone ថ្មីដើម្បីរកឱកាសបាយបានតោះណាមានគ្នាយ៉ាងណាស្ដាប់អត់តន់កន្លែងហ្នឹងអូខេបើសិនជាអត់យើងបន្តទៅមុខទៀតអញ្ចឹងបញ្ជាក់ឡើងវិញលំហូរធំគឺស្ថិតនៅក្នុងលំហូរអាប់ទៅឡើយណាលំហូរធំស្ថិតនៅក្នុងលំហូរអាប់ទៅឡើយចំណែក time frame daily វាមាន key zone daily វាមួយណា key zone daily ដែលជា key zone បច្ចាស់ណាដែលជា key zone បច្ចាស់វាមួយដែលវាអត់ទាន់បែកវាប៉ះច្រើនដងហើយនៅក្នុងតំបន់ហ្នឹងវាប៉ះច្រើនដងហើយនៅក្នុងតំបន់ហ្នឹងអញ្ចឹងវាមាន2 scenario ទី1គឺវាអាច follow វាមក swing ទៀតមកដល់ key zone ធំណា scenario ទី1 scenario ទី2គឺវាអាចចុះបែប grab liquidity ហើយយកកម្លាំងឡើងអានោះវាមាន2 scenario អូខេតោះឥឡូវយើងទៅផ្ទះបន្ទាប់យើងមើលលុយរោម្ដងលុយរោគឺអាទិត្យមុនគឺវាឡើងខ្លាំងទៅមើល time frame weekly អូខេ time frame weekly ខាងលើនេះគឺវាមាន key zone មួយដែរណាខាងលើមាន key zone មួយដែរយើងមើលការឡើងពួកវាយើងមើលជា weekly ហើយ low ហើយផ្សារនេះគឺអាចធ្វើដំណើរទៅទៀតណាហើយកន្លែងនេះគឺជា key zone មួយណាកន្លែងនេះគឺជា key zone មួយហើយ time frame weekly ណា time frame weekly អញ្ចឹងយើងអាចចាំមើលបានណាយើងអាចចាំមើលបើសិនជាវាឡើងទៅដល់តិចទៀតមាន confirm យើងអាចរកការ sell បានណារកការ sell បានហើយបើសិនជាវាចុះមកក្រោមវិញក៏ដោយបើសិនជាវាចុះមកក្រោមវិញក៏ដោយកន្លែងនេះក៏ជា key zone ដែលល្អដែរណាពីអាចរកការបាយបានដូចគ្នាខាងក្រោមនេះណាខាងក្រោមនេះអញ្ចឹងរូបភាពធំវាមាន2 key zone លើមួយក្រោមមួយណាលើមួយក្រោមបើសិនជាវាឡើងទៅលើតិចទៀតល្អណាបើសិនជាវាឡើងទៅលើតិចទៀតល្អទៅដល់ប៉ះ key zone លើយើងរកការ sell ហើយបើសិនជាយើងមើល time frame short term វាមានជាអីគេនេះ key zone 3បកគោ key zone 3បកគោចឹងផ្សារហ្នឹងអាចបន្តឡើងពីតំបន់ short term អាចឡើងពីតំបន់ហ្នឹងទៅទៀតចឹងយល់ល្អបើសិនជាផ្សារដល់ឱកាសលើអាចចាំ check មើល time frame 4 ម៉ោងបើសិនជាមានឱកាសល្អអាចយកឱកាស sell បានណាហើយបើសិនជាករណីថាវាដល់ key zone លើហើយការធ្លាក់មកវិញបែបយឺតផ្សារហ្នឹងគឺអាចធ្លាក់មករក key zone ហ្នឹងតែជា key zone weekly យើងមើលមុនហើយវាអាចយកកម្លាំងទៅម្ដងទៀតវាអាចយកកម្លាំងទៅម្ដងទៀត
តោះមាន PA ចង់មើលនេះយើងតោះយើងមើល pair គូវាមួយទៀតសម្រាប់ pound ដុល្លារបើយើងមើលជា monthly យើងមើលរូបភាពនេះវិញហើយ low ហើយ low ចឹងវាអាចបង្កើតជា high មួយទៀតណាវាអាចបង្កើតជា high ប៉ុន្តែវាត្រូវឆ្លងកាត់អានេះសិនដែលជា key zone នេះគេអានេះបើយើងគូតាមនេះ up trend ចឹង key zone ជា key zone បញ្ជាក់លំហូរត្រូវគេខាងលើក៏ជា key zone ណាខាងលើក៏ជា key zone ចឹងpound ដុល្លារក៏មាន2 scenario ដែរ scenario ទី1គឺអាចចេះ scenario ទី1អាចចេះអាច reject ពី key zone បញ្ជាក់ជាមួយលំហូរប៉ុន្តែខ្ញុំគិតថាប្រហែលជាវាអត់ចុះមកក្រោមដោយសារការឡើងរបស់វាគឺរៀងខ្លាំងការឡើងរបស់វាមកកម្មគឺរៀង strong តែយើងจะមើលជាក់ស្ដែងថាវាឡើងទៅវា reject មកខ្លាំងទី1ទី2អាចចេះណាទី2អាចចេះទី2អាច break ហើយចុះអាច break key zone បញ្ជាក់លំហូរអាចចុះណាហើយវាឡើងជាចេះហើយ low ហើយ low ហើយអញ្ចឹងណាអញ្ចឹងហើយវាមាន2 scenario ណាវាមាន2 scenario អញ្ចឹងឥឡូវយើងមិនបាច់គិតរូបភាពឆ្ងាយពេកទេយើងគិតថានេះកន្លែងនេះគឺជា key zone ណាកន្លែងនេះគឺជា key zone ហើយបើយើងបែកមកដល់ weekly នេះអានេះគឺជា key zone តែពិតអា key zone ខាងលើនេះអ្នកនរគ្នាវាជា key zone ដែលបញ្ជាក់ជាមួយលំហូរហើយ key zone ហ្នឹងបើយើងមើលជា monthly key zone ហ្នឹងធំនេះ key zone ហ្នឹងបើយើងមើលជា monthly គឺធំអានេះរូបភាព monthly ឥឡូវយើងចូលដល់ weekly រូបភាពវាប៉ុណ្ណេះគឺវាធំប៉ុន្តែបើសិនជាយើងពង្រួមទៅនេះផ្សារហ្នឹងអាចឡើងដល់នេះឬក៏អត់អញ្ចឹងយើងចាំមើលទៅបើសិនជាករណីវាឡើងទៅដល់ key zone ហ្នឹងវាល្អមាន confirm អាចរកការ sell បានវាបញ្ជាក់លំហូរឯងប៉ុន្តែវានៅក្នុង time frame ធំអញ្ចឹងបើសិនជាករណីថាវា reject ក៏វា reject មក 3-400 pip ដែរណាក៏វាអាច reject 3-400 pip ដែរនៅក្នុង key zone ហ្នឹងខ្ញុំជឿថាkey zone មួយហ្នឹងនេះ key zone មួយនេះខ្ញុំជឿថាបើសិនជាផ្សារហ្នឹងនឹងបែក key zone ហ្នឹងទៅលើក៏ដោយខ្ញុំជឿថាមុននឹងបែកក៏វាអាច reject 2ទៅ300 pip ដែរតំបន់ key zone ដោយសារទី1វា fresh វា clean យើងមើលទំហំ key zone ហើយទី2បើសិនជាករណីវាឡើងតាំងពីក្រោមទៅគឺវាឆ្ងាយយើងកន្លែងហ្នឹងវាអាច reject ខ្លះមកណាវាអាច reject ដើម្បីយកកម្លាំងទៅទៀតឬក៏ reject ចុះក្រោមអញ្ចឹងចាំមើល key zone ហ្នឹងបាទចាំមើល key zone ហ្នឹងបាទអញ្ចឹងបច្ចុប្បន្នយើងបដោតអ្វីដែលនៅចិត្តជាងគេគឺ key zone នៅខាងក្រោមយើងមើលការឡើងរបស់វា high low high low high ណាហ្នឹង weekly ណា weekly key zone នៅខាងក្រោមប៉ុន្តែបើសិនជាយើងមើល time frame daily ចាអ្នកដែលគាត់មើល key zone 3បកគោសួរថាកន្លែងនេះគាត់យកធ្វើជា key zone បានអត់បាទចាចម្លើយគឺបានសំខាន់ឲ្យតែយើងស្គាល់ key zone នឹងច្បាស់ហើយយើងមើល confirm ឲ្យស៊ីជាមួយនឹង time frame ណាអានេះជា time frame daily អញ្ចឹងយើងអាចទៅមើល confirm time frame 5នាទីឬ time frame 3នាទីឬក៏1នាទីកើតទេទៅមើលយ៉ាងអន់ក៏30នាទីដែរយ៉ាងអន់ក៏30នាទីដែរចំផ្សារហ្នឹងដូចតែអឺរ៉ូដុល្លារដែរគឺគោលដៅគឺអាចបន្តទៅលើបែប short term គឺអាចបន្តទៅលើទីងទួយទៀតណាគឺអាចបន្តទៅលើទៀតសិនអាហ្នឹង pound ដុល្លារណា pound ដុល្លារអញ្ចឹងយើងចំណាំមើលប្រភេទ key zone បែបហ្នឹងហើយកុំមើលរំលង key zone ប្រភេទបែបហ្នឹង key zone ប្រភេទបែបហ្នឹងគឺល្អហើយវាងាយស្រួលមើលហើយបើសិនជាយើងមើល confirm ឲ្យត្រូវជាមួយនឹងឲ្យស៊ីជាមួយ time frame ភាគរយច្រើនគឺយើងមានឱកាសចូលណាតោះមាន PA ចង់មើលនេះយ៉ាងលោកគ្រូមិញនៅ Bitcoin នេះលោកគ្រូបាទបង Bitcoin មើលនៅនៅបងចង់មើល Bitcoin
បាទហើយសូមលោកគ្រូជួយពង្រឹងអាទី0 3បកគោលនឹងថែមទៀតលោកគ្រូដូចជាអាហ្នឹងនេះស្រួលយល់គ្រាន់ អូខេBitcoin បើសិនជាយើងមើល time frame monthly មើលជាលំហូរសុទ្ធរបស់វាស្ថិតនៅលំហូរអីយើងគូតាមរូបភាពដែលយើងមើលឃើញប៉ុណ្ណឹងណា high low high អញ្ចឹងBitcoin យើងមើលប៉ុណ្នេះយើងដឹងថាវានៅលំហូរគេ នៅលំហូរ up គឺលំហូរ up ហើយបកគោលការពីខែមុនបកគោលការពីខែ2អានេះបានលីអ្នកបកគោលការខែ2គឺវាចុះខ្លាំងទៅវាចុះខ្លាំងហើយវាបន្សល់ជា key zone បន្សល់ជា key zone ហ្នឹងដូចជាប្រភេទ key zone 3បកគោលដែរស្តៀងតែគ្រាន់តែនេះវាចុះមកក្រោមណាវា break key zone ហ្នឹងវាកើតឡើងពី key zone 3បកគោលនេះមុននឹងវា break កន្លែងនេះគឺជា key zone មួយដែរណាតោះនេះ បាទលោកគ្រូ តែបច្ចុប្បន្នអា key zone ហ្នឹងគឺបាន break ហើយអញ្ចឹងវាបាន break key zone 3បកគោលហ្នឹងអញ្ចឹងអាតំបន់ key zone 3បកគោលហ្នឹងយើងបដូរមកជាតំបន់ key zone មួយវិញថ្មីទៀតយើងឃើញការពីបើកផ្សារខែថ្មីយើងឃើញវាឡើងទៅហើយវាចាប់ផ្ដើម reject អញ្ចឹងមានន័យថាកម្លាំង sell ចេញពី key zone ហ្នឹងគឺ strong មែនតើអញ្ចឹងគោលដៅខ្ញុំអ្វីដែលខ្ញុំមើលឃើញថាកម្លាំងនេះគឺអាចបន្តចុះមកដល់នេះណាតចុះមកដល់នេះហើយបន្តចុះមកដល់ខាងក្រោមហ្នឹងយើងអត់ទាន់សន្មត់ថាវានឹង reversal វិញអត់ទេលុះត្រាយើងមើលបកគោលហ្នឹងទៀតមើលបកគោលហ្នឹងថាអូខេវាបិទឬក៏វា reject អាហ្នឹងយើងចាំពិនិត្យមើលតាមក្រោយប៉ុន្តែក្នុងរយៈពេលខ្លីនេះយើងមើលឃើញថាកម្លាំង Bitcoin គឺអាចបន្តចុះបន្ថែមទៀតមកដល់ key zone ខាងក្រោមតម្លៃ 67000 នេះម្ដងឃើញ key zone ហ្នឹងអត់បងយើងឃើញវិញជុំមកវា break ហើយវាបិទទៀននៅ zone ក្រោម zone អញ្ចឹងនៅពេលបិទទៀនបែបហ្នឹងកន្លែងយើងអាចយកធ្វើជា key zone អញ្ចឹងបើយើងមើលតាមបកគោ time frame តូចយើងអាចញញហើយប៉ុន្តែយើងមើលជារូបភាពធំឲ្យច្បាស់សិនមកឃើញថាវាបិទទៀននៅក្រោមហើយឃើញបកគោ monthly វាឡើងទៅដល់ zone ហ្នឹងវិញបច្ចុប្បន្នវាអត់ទាន់បិទបកគោនឹងពិតមែនប៉ុន្តែមានន័យវាឲ្យសញ្ញាយើងថាកម្លាំង sell គឺខ្លាំងមែនទែនគ្រាន់តែឡើងទៅប៉ះ zone ហ្នឹងហើយចាប់ផ្ដើមធាក់ផ្សារវិញបច្ចុប្បន្នផ្សារគឺនៅក្បែរតម្លៃដែលបើកបកគោអានេះweekly អញ្ចឹងបកគោអាទិត្យមុនយប់មិញគេបិទបកគោគឺចុះមកខ្លាំងមែនទែនបិទនៅខាងក្រោមweekly អញ្ចឹង weekly អាចចេះណា weekly អាចចេះឬក៏យ៉ាងណាអាចមានរូបភាពចេះមួយអានឹង weekly ឬឥឡូវយើងមើល daily បន្ថែមបើយើងមើលមិនយើងមើល weekly អត់ឃើញទេអត់ឃើញ zone នេះឡើងនេះទៅតើយើងមើល daily យើងឃើញចេះអញ្ចឹងហើយបានយើងរៀនមើលរូបភាពធំអញ្ចឹងនេះកន្លែងតំបន់នេះយើងអាចយកធ្វើជា key zone បាទព្រោះអីវិញជ្រុំច្រើនអញ្ចឹង short term គឺ Bitcoin អាចបន្តចុះពីតំបន់ទៀតកន្លែងហ្នឹងអាចកើតជា key zone កន្លែងហ្នឹងអាចកើតជា key zone អាហ្នឹង short term របស់ Bitcoin បាទអូខេឥឡូវយើងមើល Bitcoin dominant អានេះខ្ញុំធ្លាប់និយាយក្នុងវីដេអូម្ដងអ្នកនរស្គាល់នេះអត់ស្គាល់ Bitcoin dominant នេះអត់ដែលឮផងលោកគ្រូនេះឃើញលេខខាងក្រោមគេដាក់អីគេ 61.24% Bitcoin dominant ហ្នឹងវាអត់អាស្រ័យទៅលើ Bitcoin ឡើងឬវាចុះទេ Bitcoin dominant ហ្នឹងគឺគេអាស្រ័យទៅលើទំហំលុយរបស់ Bitcoin ធៀបជាមួយនឹងផ្សារ crypto ទាំងមូលអញ្ចឹងមានន័យថាឧទាហរណ៍ថាផ្សារ crypto ទាំងមូលគឺ100អញ្ចឹងឧទាហរណ៍ណាលុយក្នុង crypto ទាំងអស់គឺ100ហើយ Bitcoin dominant 61អញ្ចឹងមានន័យថាលុយ 61% $61គឺជាលុយនៅក្នុង Bitcoin យល់ឡើងហ្នឹងទេបងបាទយល់លោកគ្រូបាទអញ្ចឹងមានន័យថាទីផ្សារ crypto បច្ចុប្បន្នដែលលុយសរុបនៅក្នុង crypto បច្ចុប្បន្នជាង3 trillion ហ្នឹងជាង3 trillion ហ្នឹងអញ្ចឹងក្នុង3 trillion ហ្នឹងលុយរបស់ Bitcoin គឺមានចំនួន 61% យើងមើលកន្លែងហ្នឹង
hay bây giờ trong đang sơi cái này nè sơi trong nó đã Bitcoin BTC.D giờ sơi mà hay cái này nó vi chui ấy cái đo dưỡng đằng ở đồng đo này đằng này vi chui ấy cái đo dưỡng bữa sân chỉ giờ khơi Bitcoin đâu mình nấn mới khơi tại vì ai lẹ phía rồi chớn bữa sân gì Bitcoin đâu mình nấn lẹ cả xem cả Bitcoin ai mình nó cả làmตัวนี้Bitcoin ដូរមិនដឹងធ្លាក់ឬក៏ឡើង Bitcoin มันប្រកាសថាឡើងធ្លាក់តាមអាហ្នឹងឯណាប៉ុន្តែបើសិនជាកាក់ហ្នឹងអា Bitcoin ដូរមិននឹងឡើងធ្លាក់មានន័យថាកាក់ផ្សេងទៀតមានឱកាសឡើងច្រើនចឹងមានន័យថាលុយវាចេញពី Bitcoin វាទៅកាក់ផ្សេងហ្នឹងវាតកតទៅនឹង money flow នៅក្នុង Bitcoin នៅក្នុងផ្សារ crypto ដំបូងអ្នកវិនិយោគគេវិនិយោគទៅលើ Bitcoin អញ្ចឹងទៅអញ្ចឹងលុយវាចូលទៅក្នុង Bitcoin នេះ money flow បន្ទាប់ពីគេវិនិយោគ Bitcoin គេចាប់ផ្ដើមចំណេញគេចាប់ផ្ដើម close profit អញ្ចឹងតែប្រើ close profit មានន័យថាអាលុយនៅក្នុង Bitcoin ចាប់ផ្ដើមធ្លាក់លុយក្នុង Bitcoin ចាប់ផ្ដើមធ្លាក់អញ្ចឹងគេសួរថាលុយបន្ទាប់ពីលុយគេយកចំណេញពី Bitcoin គេយកទៅណាគេអាចយកមួយចំនួនទុកឬក៏មួយចំនួនទៀតគេយកទៅទិញកាក់តូចអញ្ចឹងវាធ្វើឲ្យអាកាក់តូចនឹងចាប់ផ្ដើមឡើងអញ្ចឹងជាធម្មតានៅពេលដែល Bitcoin ដូរមិនធ្លាក់កាក់ផ្សេងវាច្រើនឡើងអញ្ចឹងបើយើងមើលតាមរូបភាពនេះបច្ចុប្បន្នគឺវាបិទទៀននៅលើអាបកគោហ្សូននេះអញ្ចឹងផ្សារហ្នឹងអាចនៅឡើងទៀត Bitcoin dominant អាចនៅឡើងហើយបញ្ជាក់ថា Bitcoin dominant បើសិនជាករណីវាឡើង Bitcoin អត់ប្រកបថាឡើងឬក៏ធ្លាក់ទេតោះណាអត់ប្រកបថាឡើងឬក៏ធ្លាក់តាមអាហ្នឹងទេគ្រាន់ថាបើសិនជាអារូបភាពហ្នឹងធ្លាក់ភាគរយច្រើនកាក់ផ្សេងគឺអាចឡើងកាក់ផ្សេងគឺអាចឡើងតោះមាន PI ចង់មើលទៀតទេអត់ទេគ្នាយើងមាន PI ចង់មើលមានត្រៀម PI ខ្លះគ្រូមុនអូស្ត្រាលីដុល្លារអូស្ត្រាលីដុល្លារបងចូល PI ហ្នឹងមែនអត់ទាន់បានចូលទេខ្ញុំឃើញការជិះប្រូ អូខេអូស្ត្រាលីដុល្លារបើយើងមើលជារូបភាពធំវាក្បាលនឹងឡើងហើយភូ1 2 3 1 2 3អាហ្នឹងម៉ាន់លីណាម៉ាន់លីអញ្ចឹងបើវាតាមរូបភាពហ្នឹងភូ1 2 3វាអាចទៅជាវាអាចទៅជាយ៉ាងណាវាអាចឡើងលើប៉ុន្តែបើយើងមើលកន្លែងនេះវាអត់ទាន់ break key zone ទេវានៅខាងក្រោម key zone នៅឡើយអញ្ចឹងបើសិនជាវាទៅលើលុះត្រាដែលវា break អាហ្នឹងហើយបិទទៀននៅលើអាហ្នឹងវាមានភាគរយបន្តទៅលើអាហ្នឹងជារូបភាពធំរូបភាពធំយើងអាចចាំមើលម្ដងទៀតបានប៉ុន្តែម៉ាន់លីយើងត្រូវដឹងវាតចាំមួយខែឥឡូវយើងមើលចូល weekly បើសិនជា weekly វាចេះវិញវាអាចចេះវាអាច3 wave វាអាចចុះចេះវិញណាវាអាចចុះចេះវិញតោះណាអញ្ចឹងអ្វីដែលខ្ញុំ recommend ខ្ញុំឲ្យចាំមើលបើសិនជាវាប្រេកម្ពូលមួយនេះបើសិនជាវាប្រេកម្ពូលមួយនេះហើយមានន័យថាវា reject នៅក្នុង key zone មួយនេះវា reject ក្នុង key zone មួយនេះមើលតាម time frame 4 ម៉ោងអីមាន confirm ល្អអាចរកកាសែបានតែបើសិនជាទៅដល់4 ម៉ោងឡើងទៅបិទ strong ក៏អត់ដែរណាហើយបើសិនជាចង់ដឹងថាវាទៅតាម monthly វាអត់ចាំមើល daily បើសិនជា daily ឡើងទៅ break zone នេះ short term យើងអាចរកកាសែសិនបាន pull back សំដៅបាយ short term យើងអាចរកកាបាយសិនបានបើករណីថាវា daily ឡើងទៅ break តំបន់ហ្នឹងហើយវាអាចឡើងទៅខ្លីៗសិនណាអាចឡើងទៅខ្លីៗសិនរហូតដល់ចប់បកគោលមួយខែវានឹងអាចមកតំបន់ហ្នឹងម្ដងទៀតយើងអាចរកកាបាយបានម្ដងទៀត long term តោះនេះបងមើលឃើញអីចង់និយាយថាបងឯងមានមើលឃើញអី
ខ្ញុំមើលឃើញវាចុះប៉ុន្តែអត់ហ៊ានរកការ sell ទេដោយសារឃើញ$1និង$1ឡើងខ្លាំង វាអាចចុះដែរតែសម្រាប់ខ្ញុំអត់ចូលចិត្តអាប្រភេទតម្រងបែបហ្នឹងវាអាចចុះចេះវាអាចចុះពីតម្លៃបច្ចុប្បន្នវាមានភាគរយដែរកន្លែងហ្នឹងខ្ញុំអត់ recommend និយាយថាម៉េចទេខ្ញុំចង់ឲ្យបង back test ឲ្យចំណាំមើលខ្លួនឯងហើយ take risk ខ្លួនឯងបើសិនជាយើងហ៊ានយកកន្លែងធ្វើជា key zone យកកន្លែងធ្វើជា key zone daily ចុះបាន2បកគោលទី1ចុះខ្លាំងនេះបកគោនេះខ្ញុំទៅនៅបកគោចុះខ្លាំងបកគោទី2ចុះខ្លាំងអត់ចុះខ្លាំងតែបិទទៀងខ្សោយអញ្ចឹងបើសិនជាយើងសម្រួលកន្លែងហ្នឹងទៅមើលនៅក្នុង time frame 4 ម៉ោងវិញយើងឃើញអីយើងពង្រួមកន្លែងហ្នឹងទៅឃើញចេះវិញនេះដូច correction នេះអត់ទេខ្ញុំ recommend ឲ្យ sell មើល4ម៉ោងគឺផ្សារហ្នឹងគឺខ្សោយបើសិនជាវា break តំបន់នេះបើសិនជា break អានេះ break ទៀតគឺផ្សារហ្នឹងទៅលើទៀតទៅលើហើយគោលដៅធំវានេះគឺទៅ break អានេះហើយ break បន្ទាត់ទៅគោលដៅធំវាគឺទៅ break បន្ទាត់ខៀវដែលយើងដាក់ណាកម្ពុជានេះទៅ break កម្ពុជានេះហើយទៅ break កម្ពុជាហ្នឹងយើងអាច check មើលបានបើសិនជាមាន confirm ល្អនៅក្នុង time frame ធំ4ម៉ោងនេះឡើងបើអត់ទេថាសារហ្នឹងអាចនឹង break zone ដែលយើងមើលនៅក្នុង monthly ទៀត zone នៅក្នុង monthly ទៀតចឹងអត់ recommend ឲ្យ sell ទេពេលនេះអត់ទេចាំមើលការចុះវាតោះមានអីទៀតទេបង គ្រូមើលទៅដល់$ស្វីសមើលទៅdollar Swiss key zone ទី1គឺវាបានបែកហើយណា key zone ទី1បានបែកបែកហើយបែក strong ទៀតយើងមើល weekly strong ឯងនេះមើលបកគោមួយនេះយើងឃើញវា break ចុះមក strong អញ្ចឹងshort term ផ្សារហ្នឹង short term បើករណីវាឡើងទៅលើហើយរកការ sell បានហើយរកការ sell ពី zone ហ្នឹងបានតែបើសិនវាចុះមកទៀតក៏ចុះមកអត់មានឱកាសឲ្យ sell ទេអត់មានឱកាសឲ្យ sell ទេតែបើសិនករណីឡើងទៅលើខ្ញុំមិន recommend ឲ្យ buy ទេដោយសារវានៅលំហូរ up នៅឡើយមែនណាវានៅលំហូរ up នៅឡើយពិតមែនដោយសារវាអត់តាន់ប្រែជើង low ទៅទេអញ្ចឹងលំហូរធំវាគឺនៅ up ឡើយនៅ up ឡើយប៉ុន្តែយើងត្រូវមើលមួយទៀតដែរណាអ្វីដែលយើងត្រូវមើលដើម្បីដឹងយើងមើលអា key zone ទី1បច្ចុប្បន្នខ្ញុំគូ key zone មកចំនួនប៉ុន្មានខ្ញុំគូ key zone ចំនួនប៉ុន្មាន2អីខ្លះkey zone ទី1 key zone ទី2ហើយអាកន្លែង break ហើយនឹងបាតលោនៃ swing អញ្ចឹង key zone ដែលខ្ញុំគូបច្ចុប្បន្នគឺមាន2ទីផ្សារហ្នឹងបើយើងនិយាយពីលំហូរគឺវាយើងគូនៅក្នុង up trend យើងគូនៅក្នុង up trend key zone ដែលយើងគូមាន2ទី1និងទី2បច្ចុប្បន្នផ្សារនៅ key zone ទី2ណានៅ key zone ទី2ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយយើងមើលការ break key zone ទី1យើងមើលការ break key zone ទី1ចុះមកហើយបិទបកគោនៅខាងក្រោមអញ្ចឹងវាបញ្ជាក់ឲ្យយើងថាផ្សារហ្នឹងភាគរយគឺនឹងអាចទៅក្រោមទៀតបើសិនជាវាចុះមកវាអត់ទាន់បិទបកគោទេបើសិនជាករណីវាចុះមកវាអត់ទាន់បិទបកគោទេណាវាអាចមានឱកាសទៅលើប៉ុន្តែបើសិនជាករណីបិទបកគោអញ្ចឹងភាគរយបើសិនជាយើងឃើញសញ្ញាឲ្យបាយភាគរយវាអាចករណីវាឡើងយកកម្លាំងហើយទៅប៉ះអា key zone ខាងលើអា key zone ទី1ដែលបាយហ្នឹងដូចខ្ញុំប្រាប់ពីមុនទេណាដែលយើងទាំងអស់គ្នាដឹងណា key zone ដែលបាយចុះហ្នឹងវាคล้ายទៅជា key zone ថ្មីអញ្ចឹងវាអាចឡើងទៅលើហើយវាអាចយកកម្លាំងដើម្បី sell អញ្ចឹងបើសិនជាក្នុងរូបភាព time frame តូចយើងឃើញឱកាសឲ្យ buy គឺខ្ញុំអត់ recommend ឲ្យយើងចូល buy ទេ
ខ្ញុំឲ្យចាំមើលចង្វាក់ការឡើងរបស់វាហើយចាំរកអាកាស cell ពី0ខាងលើមកវិញតោះនេះ បាទគ្រូបាទ ចឹងគីឡូគ្នាយើងថាអូនេះដល់ key zone ហើយkey zone ទី2ហើយ key zone ស្របជាមួយលំហមាន confirm ល្អនៅគ្នាបាយបើយើងបាយអត់ខុស rule ទេជាក់វាអត់ខុសជាមួយនឹង rule របស់យើងប៉ុន្តែបើយើងចេះមើលលំហចេះមើលការ break បន្ថែមវាជាជំនួយជួយដល់យើងបានដែរណាហើយមួយទៀតបើសិនជាយើងបាយបើសិនជាអូខេបើយើងចង់បាយយើងមាន confirm ល្អចេញពី0ហ្នឹងហើយ SL វារៀងលក្ខណៈថាទូចដែរទាំង10 20 ពីបអូខេអាហ្នឹងយើងគិតពិចារណាខ្លួនឯងគីឡូថាអាចថាឡើងទៅដល់ hit TP មុន back key zone អញ្ចឹងទៅតែគាត់ថា time frame weekly វាឲ្យយើងឃើញថាវា strong down ព្រោះឲ្យវាបាន break key zone ទី1ចុះមកគឺ strong តែណា strong តែជាធម្មតាផ្សារហ្នឹងគឺជាធម្មតាគឺវាអាចឡើងទៅបន្តិចសិនហើយបានវាចុះអានឹងជាធម្មតាដែលយើងតែងតែឃើញតែបើសិនជាវាចុះឥឡូវយើងមិនដឹងទៅធ្វើអីតែគ្រាន់តែយ៉ាងណាក៏ដោយក៏យើងត្រូវទៅធ្វើតាមផែនការរបស់យើងយើងអាចទៅផ្សារវាស្ដាប់តាមយើងអត់ទេណាយើងត្រូវ follow តាមផែនការរបស់យើងជាដាច់ខាតចឹងដូចបងចុចនេះយើងមុនគាត់ដូចឲ្យចង់ឲ្យនិយាយចឹងថាអូ key zone 3បកគោអាកន្លែងនេះក៏ជា key zone 3បកគោដែរណាបងគ្នាយើងទាំងអស់គ្នាកន្លែងនេះក៏ជា key zone 3បកគោដែរទេចុះ break ចឹងបើសិនជាផ្សារឡើងទៅកន្លែងហ្នឹងវិញវាជា key zone មួយល្អអាចរកកាសែហើយបើសិនជាកន្លែងនេះវា break ហើយបិទទៀននៅក្រោមហ្នឹងទៀតអាកន្លែងហ្នឹងដដែលហ្នឹងក៏ខ្លាយទៅជា key zone ដូចគ្នាតែនេះរូបភាព weekly យើងចាំ weekly break ណាចាំ weekly break តោះមានធ្វើអីទៀតបង គ្រូចូលមើលដុល្លារខេតផ្លែត អូខេចាំមកផ្លែបងសុំយកទឹកអូខេតោះដុល្លារខេតយើងមើល monthly តិច monthly គឺវា strong up ប៉ុន្តែសំខាន់គឺវាបាន break កំពូលហើយបកគោលខែមុនគឺវាបានបិទណាបកគោលខែមុនគឺវាបាន break ហើយវាបិទនៅខាងក្រោមហើយបើយើងមើលរូបភាពធំផ្សារហ្នឹងវាមានភាគរយច្រើនទី1ចេះទី1អាច reversal ជា long term អាចធ្លាក់មកខ្លាំងទី1ទី2បើសិនជាយើងមើលតាមមើលមក swing នេះបើយើងមើលមក swing នេះក៏នៅតែអាចមានឱកាសចុះដែរ high low high អញ្ចឹង key zone ធំនៅក្រោម key zone ធំហើយផ្សារគឺអាចនឹងបើសិនជាករណីចុះផ្សារមុននឹងចុះអាច reject ច្រើននៅតំបន់នេះផ្សារខាងអាចបើសិនករណីវាចុះវាអត់តន់ចុះព្រាមអាចជុំអាចពេលរាប់អាទិត្យឬក៏រាប់ខែដោយសារយើងឃើញ key zone នេះមុននឹងបាយវាជុំច្រើនអញ្ចឹងភាគរយក៏វាអាចថាវានឹង reject ច្រើនដូចគ្នាច្រើនអាហ្នឹងរូបភាពធំរូបភាព monthly ណារូបភាព monthly អញ្ចឹងរូបភាព monthly យើងឃើញពីរទី1គឺអាចថាវាអាចជា reversal time frame ធំមកក្រោមទី2ឬក៏គ្រាន់តែចុះខ្លីណាគ្រាន់តែចុះខ្លីអញ្ចឹងយើងមិនបាច់ទៅខ្វល់ហើយហ្នឹងទេគ្រាន់តែយើងដឹងថារូបភាពទោះវាចុះធំចុះខ្លីក៏ដោយឲ្យតែវាចុះនឹង monthly ចំណែក weekly
ចំណែក weekly គឺការចុះពោវាទី1 strong ចុះទី1 strong រូបភាព weekly ខុសពីរូបភាព monthly មកយើងឃើញកម្លាំងវាចុះប៉ុន្តែ weekly នេះ weekly គឺវាបាន reject គឺវាបាន reject key zone មកនេះអញ្ចឹងវាអាច weekly អាចបើសិនជាវា break អាកំពូលនេះហើយនេះបើសិនជាវាអាចឡើងជា3 wave បើសិនជាវាឡើងទៅ break កំពូលហ្នឹងហើយចាប់ផ្ដើម reject ចាប់ផ្ដើមមាន confirm សារហ្នឹងគឺអាចចុះសារហ្នឹងអាចចុះទៀតអញ្ចឹងអ្វីដែលខ្ញុំមើលឃើញសារនេះគឺវាអាចទៅមក swing ទៀតកើតជា3 wave ខ្ញុំមើលជា daily អាចទៅជា1 impulse 1 2 3អាចចុះអាហ្នឹងអ្វីដែលខ្ញុំមើលឃើញតោះនេះ បានគ្រូបាទ ចឹងបើសិនជាយើងចាំមើលទៅបើសិនជាគេវាឡើងទៅបាន3 wave ហើយវាមានសញ្ញា confirm hero ច្រើនគឺវាមកក្រោមមកនេះមកហ្នឹងឬក៏អាច clear មកក្រោមទៀតយើងចាំមើលជាក់ស្ដែងតែយើងមើល short term វាមកកណាត់សិនមកកណាត់សិនតោះមាន pair ទៀតទេ គ្រូជួយមើលបង្ហើយភាអឺរ៉ូអូស្ត្រាលីមួយចង់មើលពី0ហើយទៅបាទ euro យើង អឺរ៉ូអូស្ត្រាលី អូអាហ្នឹងបងមើលឃើញអីគេ មើលឃើញឡើងគ្រូ ឃើញឡើងអេយូeuro អូស្ត្រាលី monthly weekly daily strong monthly គឺវាបាន break key zone strong របស់វាហើយតំបន់នេះគឺជាតំបន់ key zone តំបន់ resistance strong របស់វាបាន break ហើយប៉ុន្តែបកគោល break នេះបកគោលខែនេះឯងចឹងបកគោលនេះយើងអត់ទាន់យកជាការ break ទេណាខែហ្នឹងយើងអត់ទាន់យកជាការ break ខ្ញុំស្មាន break ខែមុនអានេះបកគោលខែថ្មីអញ្ចឹងយើងបាច់មើល monthly នេះយើងមើល weekly strong weekly គឺបើយើងគូអញ្ចឹង high low high អញ្ចឹងតំបន់នេះក៏យើងចាប់ទុកជា key zone 3បកគោលបានដែរគ្រាន់តែវាមិនមែន3បកគោលដែលយើងអាចចាប់ទុកបានវាបានអញ្ចឹងបើសិនជាករណីបើវាមកដល់ក្រោមគឺអាចរកការបាយបានអាហ្នឹង weekly ចុះបើយើងមើល daily យើងឃើញ key zone នេះសួរថា key zone យើងមាន2ធំមួយតូចមួយតែ key zone ហ្នឹងវាអត់នៅក្បែរគ្នានៅឆ្ងាយគ្នាអញ្ចឹងយើងគួរយកអាមួយណាចោលមួយណា យកលើចោលក្រោមសើនៅឆ្ងាយដែរ តែយើងអត់ចោលក្រោមហើយក៏យើងអត់ចោលលើដែរព្រោះអីករណីនេះយើងកុំច្រឡំទាំងអស់គ្នា key zone 2ដែលនៅតូចមួយធំមួយប៉ុន្តែនៅកលៀតឆ្ងាយពីគ្នាគឺយើងយកអាកម្រិតដែលគៀកជាងគេយើងអាចយកប្រើបានដូចករណីនេះយើងមើល weekly មិញកន្លែងជា key zone ត្រូវអត់ បាទ អញ្ចឹងយើងទុកម្លាយសិនបើយើងបើកជា week យើងបើក daily យើងឃើញអាខាងលើនេះមាន key zone ជាប្រភេទអីគេ 3បកគោល វាជាប្រភេទ key zone 3បកគោប៉ុន្តែវាអត់នៅចិត្តទេវាអត់នៅចិត្តអា key zone ធំទេអញ្ចឹងករណីហ្នឹងគឺយើងអាចយកអានេះប្រើសិនណាបើសិនជា time frame តូចមាន confirm មានអីយើងអាចយកប្រើបានយើងអាចរកការបាយបានអញ្ចឹងចេះបើសិនជាករណីថា key zone ហ្នឹង2តូចមួយធំមួយហើយវានៅក្បែរគ្នាអាហ្នឹងយើងត្រូវយកធំតោះនេះយើងត្រូវយកធំនៅក្បែរគ្នាប៉ុន្តែបើនៅឃ្លាតគ្នាចេះយើងត្រូវយកគៀកយកមកប្រើមកណាតែមិនមែនមានន័យថាវាអត់មកធំទេភាសាហ្នឹងចេះវាអាចមានសញ្ញាយោចេះវាអាច follow តាមអានេះហើយទៅមក swing ឬក៏ទៅ2 swing ទៀតអញ្ចឹងណាហើយបានវាចុះមកវិញ
hay bạn vi cho một win chỉ down trend dẫn tới bạn vi bắt to làm từ tiền bạn vi bắt to làm từ tam lục hồ thông của vi dẫn tới chẳng cái khác những follow những trăm mà thống những bắt cả này bắt cả này bạn chứ những ai giờ này chỉ thôi chỉ khi dọn mà ở chỉ bằng hà đấy thì bên này đây còn mơ rụp hiệp thông thiết còn mơ là bạn ấy cứ còn nhiều bạn xin khán ao thì mình confirm trầm trớ hay ao thì select tập hợp hết khi dọn bạn nó cứ ok chỗ này បាទគ្រូបាទអរហើយ តោះគ្នាយើងផ្សេងទៀតមានគេចង់មើលអូខេครับពេលគោលដៅយើងមើលយូរអីគឺគោលដៅយើងមកណាដៅគឺមក break អ្វីដែលយើងមកមើលឃើញណាគោលដៅយើងគឺអាចចុះខមគឺអាចចុះខមគ្រាន់តែយើងអត់អាចដឹងចុះដល់ណាគ្រាន់តែដឹងថាខ្លីបំផុតគឺបន្ទាត់ដេកពណ៌ខៀវ63តម្លៃ$63ខាងគោលដៅដែលខ្លីបំផុតណាអាច break ហើយវាអាចចុះមកទៀតឬក៏យ៉ាងណាអត់ដឹងតែគ្រាន់តែដឹងថាគោលដៅធំដឹងតែមក break តំបន់ណាដឹងតែមក break តំបន់គោលដៅធំដឹងតែមក break តំបន់នេះក៏យើងអាចយកធ្វើជា key zone 3បកគោដែរនេះ short term អាចឡើងទៅដល់0នេះនេះ1 2 3 4អាចឡើង5 wave គោលដៅវាអាចឡើងមក wave ទៀតនេះអាចឡើងទៅ grab នេះ liquidity នេះហើយមកនេះចន្លោះនេះបើអ្នកនរគ្នាដើររកអាចវែងតែបើអ្នកនរគ្នាអាចគូជារូបភាពធំមកជា key zone ចន្លោះនោះគឺស្ថិតនៅក្នុង key zone weekly ដែលយើងគូមុនហ្នឹងនេះតំបន់ហ្នឹងអញ្ចឹង4ម៉ោងខាង frame តូចគឺអាចឡើងអាចឡើងម្ដងទៀតទៅប៉ះទៅ grab key zone អាចចេះនឹង4ម៉ោងនេះយើងបើសិនជាយើងអត់ចាប់អារម្មណ៍គាត់គិតថា confirm ជួនកាលបាយទៀតមានអ្នកខ្លះបាយអញ្ចឹងមួយវាឡើងអត់ដល់ហើយឡើងមិនតិចឲ្យយើងសុបាយចិត្តគេតែសើបាទហ្នឹងមកយើងអត់មើលលំហឲ្យច្បាស់លាស់តោះមានភាយចង់មើលទេមើលដុល្លារយេនតិចដុល្លារយេនតម្រង់វាក៏អត់ខុសពីភាផ្សេងទៀតដែរweekly គឺវាបានប្រេweekly គឺវាបានប្រេkey zone វាមួយចាំតែយ៉ាងហ្នឹងបើយើងនិយាយពី short term វាអាចចុះទៀតតាមពិតភានេះបើយើងនិយាយតាមរូបរាងបកគោលថ្ងៃហ្នឹងត្រូវឡើងសិននេះថ្ងៃច័ន្ទបើកផ្សារមកត្រូវឡើងតិចសិនជាធម្មជាតិរបស់វានៅពេលដែលវា break ហើយបិទទៀន
thì về sau tục khi dọn nó lười nhá bà cô mấy chờ nó lại mình tích là tí cho tại lại đây từng ngày đi ba khó chọn rồi đó là mà rồi xem sắp bị ngày miền ấy thở mới tại tôi mình dễ bữa sáng cả này vì làng với ai chạy mưa dầu này bán ai chạy mưa dầu này bán cả này bởi vì làng với làng đo sầu nó như ngày rồi cả xe bài stressยังมือมันlýยังมือviệc lýยังkhơi khi dầu này vậy bây giờ mưa đã việc lý bạch cu sở này mình mơ chọn lăng mơ đã bắt bây giờ ngày khơi gì rụt kia bay đây rụt kia bay ghê này khi dọn bay với cô thấy khi dọn bay với cô nhưng short term ai cho tiền sân short term ai cho tiền sân rồi có ai ai cho lăng tao đó này có thả bàn đấy miền phía trong mới này ngăn này số đây bằng ok rồi nhưng rồi phía nó đây sầm khăn mở thì cái mở này muối cái pí score anh ấy score phía này lấy khâu với đã cái pí chung với chung aram cầu aram cầu nó vì chỉ krom hôn phèn Arabi Saudi វាជាក្រុមហ៊ុនរដ្ឋមិនមែនជាក្រុមហ៊ុនឯកជនជាក្រុមហ៊ុនរដ្ឋឥឡូវយើងមើល broker ផ្សេង Global មានតែមួយស្ថិតិវាខ្លីវិញនេះរូបភាពវាយើងមើលឃើញថាធំអីចឹងយើងបាក់វិភាគក្រុមហ៊ុនភេកន្លែងនេះយើងអាចគូយរូបភាព monthly រូបភាព monthly បើសិនជាករណីវាបិទទៀនរូបភាពបែបហ្នឹងវាខ្លាយជាអីដឹងហើយបើសិនវាបិទទៀនរូបភាពបែបហ្នឹងមានន័យវាខ្លាយជា key zone ដែល key zone 3បកគោសន្ទុកវាអាចចុះទៀតដោយសាររូបភាពវាយើងមើលឃើញតែប៉ុណ្្នឹងថា2020មកអញ្ចឹងយើងពិបាកវិភាគ long term ហើយមួយទៀតតើតើនឹងភាគហ៊ុនបើយើងមើលរូបភាពតូចគឺពិបាកមើលតោះនេះភាគហ៊ុនមើលរូបភាពតូចយើងពិបាកមើលលុះត្រាយើងមើលរូបភាព weekly monthly daily អីគ្រាន់មើលតែយើងចូលដល់4ម៉ោងចូលដល់1ម៉ោងអីហើយគឺពិបាកមើលយើងមើលតែបកគោលពួកវាទៅឃើញគឺខុសប្លែកពីបកគោលដែលយើងមើលជាប្រចាំថ្ងៃមូលហេតុដែលវារូបភាពបែបហ្នឹងដោយសារ liquidity អត់សូវមាន liquidity អត់សូវមានការទិញលក់ច្រើនណាអញ្ចឹងទៅវាធ្វើឲ្យបកគោលវាហ្នឹងដាច់តាមហ្នឹងទៅអញ្ចឹងវាខុសពី currency ដែលមានការដោះដូរខ្លាំងដូចមាសដូចអីមានការដោះដូរខ្លាំងប្រចាំថ្ងៃអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យ chart វាស្រួលមើលសំបីតែ time frame money time frame money ក៏យើងអាចមើលបានមានរូបភាពចង់មានវាបញ្ជាក់ឲ្យបានថាវាសម្បូរដោយ liquidity អូខេต้องเย็นមួយតោនយេនរូបភាព short term វាគឺពិបាកបច្ចុប្បន្នវាស្ថិតនៅក្នុង key zone មួយសារហ្នឹងអាចមានពីរ scenario ទៅនឹង pound yen ទី1បើសិនជាករណីថាវាធ្លាក់មកក្រោមណាធ្លាក់មកក្រោមបិទទៀន
bật tiến hỏi vì miền pi scenario bởi sẵn cả này đã bật tiến mà đã bật nó khi dấu nè vì anh miền pi scenario thì mỗi cứ ai phụ bé hay cho một tiết scenario thì pi cứ ai làng từ bình kháng phụ bé làng lực phụ bé làng lực chẳng đôi cả này đi chẳng bớt sân chỉ cả này thay dân mơ phe na đại biệt bà không ca mới ở đây để dân thời phơi dân cũ đắng hết nè dân thời thơ mình tục vi chào muốn khởi về năng lang từ lứa được tới khổ từ bây giờ bị lang bay số nam mũi ở dân khởi chỉ khi dọn cho bạn nói trong dân mau bị phía rồi cái làng châu sạt mày rồi cái làng châu sạt mày cái vừa dân mơ tam rụt phía đấy vì ai bên sân này dầu vậy đấy